ជួយខ្ញុំផងមីងកំពុងតែជួយហើយឯងប្រឹងឡើងធំប្រឹងពុកវាខ្មោចយើងភើមនឹងបានទេតើយើងមិនបានលងបន្លាចគេនោះទេយើងគ្រាន់តែចង់ដឹងថាអ្នកណាយកកូនយើងចេញពីយើងនោះទេគ្មានអ្នកណាយកកូនឯងទេឆាប់ចេញទៅរឿងអំពើចិញ្ចៀនប្រាក់មានប្តីប្រពន្ធមួយគូរៀបការជាមួយគ្នាយូរហើយប៉ុន្តែគ្មានកូននឹងគេសោះបងយើងបានរៀបការជាមួយគ្នាយូរណាស់មកហើយប៉ុន្តែគ្មានកូននឹងគេសោះអូនចង់បានកូនណាបងរឿងនេះបងឆ្ងល់យូរណាស់មកហើយថាម៉េចបានជាយើងគ្មានកូននឹងគេសោះអញ្ចឹងសង្ស័យតែយើងមានបាបកម្មអីហើយបានជាគ្មានកូនអញ្ចឹងនោះចាខ្ញុំក៏គិតដូចបងដែរចុះយើងគួរធ្វើយ៉ាងណាទៅណែថ្ងៃមុនបងបានលឺមិញយ៉ាតគាត់និយាយពីម៉ែគ្រូម្នាក់នៅចុងភូមិយើងនេះគាត់ថាខ្លាំងប្រកែកណាស់អ្នកណាដែលចង់បានកូនអីគឺគាត់អាចជួយបានទាំងអស់តោះអញ្ចឹងយើងឆាប់ទៅផ្ទះគាត់ទៅដើម្បីឲ្យគាត់ជូនយើងទៅផ្ទះម៉ែគ្រូនោះហ្នឹងហើយតោះអូនអាយ៉ាក្មួយទាំងពីរមកផ្ទះអ៊ំទាំងព្រឹកដូចនេះច្បាស់ជាមានការអ្វីហើយមែនទេចាមីងអូមានការអីឆាប់និយាយមកណាក្មួយព្រោះមីងត្រូវប្រញាប់យកបាយឲ្យពូឯងនៅចំការខាងលិចភូមិឯណោះគឺខ្ញុំទាំងពីរអ្នកនេះបានរៀបការជាមួយគ្នាយូរហើយតែគ្មានកូនសោះហើយថ្ងៃមុនខ្ញុំបានលឺមីងនិយាយពីម៉ែគ្រូអញ្ចឹងហើយខ្ញុំក៏ចង់មកសួរមីងថាផ្ទះគាត់នៅណាដែរព្រោះចង់ឲ្យគាត់ជួយមែនហើយមីងអូប្រហែលជាមកពីចានប្តីរបស់ឯងគេមិនកើតហើយបានជាអញ្ចឹងនោះចេះតែបង្អាប់ខ្ញុំហីមីងមីងនិយាយលេងទេផ្ទះម៉ែគ្រូនោះគឺនៅចុងភូមិនៅជិតផ្ទះដន្លងរបស់មីងពេលទៅដល់នោះច្បាស់ជាឃើញហើយចាអរគុណណាស់មីងខ្ញុំលាហើយណាមីងព្រោះចង់ទៅជួបគាត់ឲ្យហើយក្រែងល្ងាចទៅមេឃភ្លៀងណាមីងមីងក៏ត្រូវទៅចំការដែរនិយាយហើយពីរអ្នកប្តីប្រពន្ធក៏បន្តដំណើរទៅផ្ទះរបស់ម៉ែគ្រូដើម្បីសុំថ្នាំផឹកដើម្បីមានកូនឬសុំវិធីបែបណាដើម្បីឲ្យគេទាំងពីរអាចមានកូនបានប្រហែលជានេះហើយបងផ្ទះរបស់ម៉ែគ្រូនោះតោះអូនយើងចូលទៅជួបគាត់តែម្ដងទៅហើយពួកឯងមកនេះមានការអ្វីឬក៏ពួកឯងចង់បានកូនមែនទេបានមែនហើយម៉ែគ្រូមិនក៏ម៉ែគ្រូដឹងតែពួកខ្ញុំចង់បានកូនយើងបានដឹងមុនទៅហើយថាពួកឯងនឹងមករកយើងឲ្យជួយតើពួកខ្ញុំត្រូវធ្វើយ៉ាងណាទៅម៉ែគ្រូនេះឯងឆាប់ពាក់ចិញ្ចៀននេះទៅរងចាំថ្ងៃ8រួចចាំពួកឯងរួមដំណេកចុះពួកឯងនឹងមានកូនជាមិនខានហើយចាអរគុណណាស់ម៉ែគ្រូខ្ញុំលាទៅវិញសិនហើយទៅចុះកូនរបស់ឯងនឹងក្លាយជារបស់យើងលុះមួយរយៈក្រោយមកនាងភឹមក៏មានកូនមែនអូយបងអូនដូចជាឈឺពោះយ៉ាងម៉េចមិនដឹងទេចាំតិចសិនណាអូនបងទៅហៅឈ្មោះមកសិនណាអូយ កូនរបស់ឯងនឹងក្លាយជាបរិវាររបស់យើងហើយអូយប្រឹងឡើងកូនចេញមកលើហើយប្រឹងទៀតប្រឹងឡើងភឹមប្រឹងឡើងប្រឹងទៀតចេញមកលើហើយប្រឹងឡើងប្រឹងទៀតប្រឹងឡើងភឹមប្រឹងខ្ញុំឈឺណាស់មីងជួយខ្ញុំទៀតមីងកំពុងតែជួយហើយឯងប្រឹងឡើងភឹមប្រឹងឡើងអាចារ្យអើយឆាប់មកមើលប្រពន្ធឯងមកពេលខ្ញុំមិននៅបងមើលថែខ្លួនឯងឲ្យបានល្អណាស់អូនលាបងហើយអូនភឹមអូនមិនគួរណាស្លាប់បែបនេះនោះទេបងមិនទាន់បានឃើញមុខកូនរបស់យើងផងហើយកូនយើងក៏ស្លាប់ទៀត
តើឲ្យបងគិតយ៉ាងម៉េចទៅអូន ឲ្យមីងសុំទោសផងក្មួយមីងគ្មានចេតនាធ្វើបែបនេះនោះទេគឺមកពីក្មួយភឹមកម្លាំងគេខ្សោយទៅបណ្ដាលឲ្យស្លាប់ទាំងម្ដាយទាំងកូនបែបនេះ បាទមីងខ្ញុំមិនបន្ទោសមីងនោះទេនេះគឺមកពីការធ្វេសប្រហែសរបស់ខ្ញុំដែលទុកឲ្យភឹមគេឈឺពោះខ្លាំងបែបនេះ ក្មួយឆាប់រៀបចំបុណ្យសពឲ្យគេទៅណាព្រោះទុកយូរមិនបានទេក្មួយ បាទមីង ច័ន្ទដែលជាប្តីបានរៀបចំហៅលោកតាអាចារ្យមករៀបចំបុណ្យសពឲ្យប្រពន្ធខ្លួនទាំងសោកសៅ កូនក្រចាប់ពីពេលនេះទៅឯងជាបរិវាររបស់យើងឯងត្រូវតែស្ដាប់បង្គាប់របស់យើងបើមិនដូច្នោះទេយើងមិនឲ្យបាយឯងស៊ីនោះទេ បាទម៉ែគ្រូខ្ញុំចាំស្ដាប់បង្គាប់របស់ម៉ែគ្រូទាំងអស់ ល្អចាំមានការងារធ្វើចាំយើងហៅឯងមកពេលនេះឯងទៅវិញសិនចុះ បាទម៉ែគ្រូចាប់ពីនាងភឹមបានស្លាប់ទៅខ្មោចរបស់នាងក៏បានលងបន្លាចអ្នកភូមិគ្រប់គ្នាធ្វើឲ្យគេខ្លាចរអាមិនហ៊ានចេញទៅណាពេលយប់នោះឡើយ អើយពុកវាមេឃដូចជាងងឹតហើយតោះយើងប្រញាប់ទៅផ្ទះទៅ តោះម៉ែវាខ្ញុំដូចអស់កម្លាំងដល់ហើយ មីងរឿននិងពូមឿនបានបរទេះគោទៅផ្ទះកាត់កន្លែងដែលច័ន្ទបានយកសពប្រពន្ធមកកប់នៅគៀនផ្លូវនោះ ណែពុកវាខ្ញុំមិនដល់កន្លែងនេះដូចជាតិចយ៉ាងមិនដឹងទេឯង ហីម៉ែវានេះចេះតែមានហើយមេឃដូចជាអត់មានខ្យល់អីបន្តិចផងមិនក៏តិចទៅវិញនោះ ខ្ញុំក៏មិនដឹងដែរពុកវាពុកវាខ្មោចយើងភើម នឹងបានទេទៅហើយ ចាំខ្ញុំផងពូមីមានអ្នកខ្លះស្លាប់អ្នកខ្លះឈឺធ្ងន់អ្នកខ្លះខ្លាចរហូតដល់ជ្រុះសក់ធ្វើឲ្យលោកមេភូមិមានការព្រួយបារម្ភជាខ្លាំង ណែច័ន្ទតាំងពីប្រពន្ធឯងស្លាប់ទៅនាងបានលងបន្លាចអ្នកភូមិយើងខ្លាំងណាស់ដូចជានាងមិនអស់ចិត្តពីរឿងអីមួយអញ្ចឹង មែនហើយលោកមេភូមិបើយើងមិនរកគ្រូមកបង្ក្រាបនាងនោះទេច្បាស់ជាគ្មានអ្នកណារស់នៅក្នុងភូមិនេះទៀតនោះទេ មិនអីទេលោកមេភូមិបើរឿងវាបែបហ្នឹងទៅហើយមានតែរកគ្រូមន្តអាគមមកបង្ក្រាបប្រពន្ធរបស់ខ្ញុំនោះទេបានមិនអីទេអញ្ចឹងយើងនឹងហៅម៉ែគ្រូដើម្បីមកបង្ក្រាបនាងចុះណា សម្រាប់ចិត្តរួចហើយលោកមេភូមិក៏បានទៅប្រាប់ម៉ែគ្រូដើម្បីឲ្យមកបង្ក្រាបខ្មោចនាងភឹម មិនអីទេលោកមេភូមិចាំខ្ញុំទៅបង្ក្រាបនាងនោះចុះម៉ែគ្រូទៅបង្ក្រាបគេនៅថ្ងៃណាដែរគឺយប់នេះតែម្ដងព្រោះថាថ្ងៃនេះជាថ្ងៃព្រះច័ន្ទពេញបរមីអញ្ចឹងហើយកម្លាំងរបស់ខ្មោចនោះធ្លាក់ចុះយើងអាចបង្ក្រាបគេបានហើយតែបើសិនជាព្រះច័ន្ទមិនបំភ្លឺនោះទេកម្លាំងរបស់ខ្មោចនឹងខ្លាំងក្លាមិនអាចបង្ក្រាបបាននោះទេ អញ្ចឹងសម្រាប់ថាយកយប់នេះតែម្ដងទៅយ៉ាតឯងឆាប់ទៅប្រាប់អ្នកភូមិយើងផងណាថាយប់នេះម៉ែគ្រូនឹងទៅធ្វើពិធីចាប់ព្រលឹងខ្មោចនាងភឹមហើយ ចាលោកមេភូមិ លុះវេលាយប់ឡើងព្រះច័ន្ទក៏បានបញ្ចេញពន្លឺម៉ែគ្រូនិងអ្នកភូមិក៏បានអង្គុយនៅក្នុងខ្សែសីមាពណ៌ស អ្នកទាំងអស់គ្នានៅក្នុងខ្សែសីមានេះហើយបើមានអ្នកណាចេញពីខ្សែនេះនឹងត្រូវស្លាប់ហើយបន្តិចទៀតខ្មោចនាងភឹមនឹងចេញមកហើយអូយម៉ែគ្រូចេញមកហើយម៉ែគ្រូនៅឲ្យស្ងៀមអាកូនក្រឯងឆាប់ទៅកំចាត់ខ្មោចម្ដាយរបស់ឯងទៅ ខ្ញុំមិនសម្រាប់អ្នកមានគុណខ្ញុំទេ បើឯងមិនទៅទេយើងនឹងសម្លាប់ឯងហើយម៉ែឲ្យកូនសុំទោសអូយក្តៅណាស់អូយតើពួកឯងចង់ធ្វើអីយើងអូយនាងខ្មៅចង្រៃមិនដេចក៏នាងមកទៅឋានរបស់នាងទៅមិនដេចក៏ធ្វើបាបអ្នកស្រុកភូមិឲ្យខ្លាចនាងដូចនេះទៅវិញអូយយើងមិនបានលងបន្លាចគេនោះទេយើងគ្រាន់តែចង់ដឹងថាអ្នកណាយកកូនយើងចេញពីយើងនោះទេគ្មានអ្នកណាយកកូនឯងទេឆាប់ទៅឆាប់ចេញទៅអូយយាយកញ្ចាស់ម៉ែគ្រូមិនខ្លាំងទៀតទៅ ឈប់សាងអំពើបាបទៀតទៅភឹមបងមិនចង់ឃើញអូនធ្វើទង្វើបែបនេះនោះទេ ប្តីសម្លាញ់តែ
ើបងដឹងទេថាហេតុអ្វីបានជាអូននឹងកូនស្លាប់គឺគេជាអ្នកយកអូននឹងកូនចេញពីបងគេជាអ្នកធ្វើអំពើសម្លាប់អូននឹងកូន មិនក៏អូននិយាយបែបនេះម៉ែគ្រូគាត់ជាមនុស្សល្អទេ តើបងមានចាំទេពេលដែលយើងទៅផ្ទះគេដំបូងគេបានឲ្យចិញ្ចៀនប្រាក់មួយវងឲ្យអូនពាក់ចិញ្ចៀននោះហើយជាឃាតករសម្លាប់អូនព្រោះយាយកញ្ចាស់នេះបានបញ្ចុះថ្ងៃខែឆ្នាំកំណើតអូននៅក្នុងនេះស្រាប់ហើយបានធ្វើអំពើឲ្យអូនស្លាប់ដើម្បីយកកូនរបស់យើងទៅធ្វើជាទាសកររបស់វា មកក៏ទៅជាអញ្ចឹងទៅវិញតើវាជារឿងពិតដែរទេម៉ែគ្រូ បើរឿងវាដល់ដំណាក់កាលនេះទៅហើយយើងប្រាប់ឯងត្រង់ទៅចុះរឿងទាំងអស់គឺដោយប្រពន្ធឯងនិយាយ ពុទ្ធោមិនគួរបែបនេះសោះតាមពិតម៉ែគ្រូជាមនុស្សអាក្រក់ណាស់ ទោះឯងដឹងក៏វាហួសពេលដែរ រំពេចនោះខ្មោចនាងភឹមក៏បានសម្លាប់ម៉ែគ្រូបាត់ទៅ ភឹមអូនគួរតែចាប់ជាតិថ្មីចុះណាព្រោះថាមនុស្សអាក្រក់ត្រូវបានអូនសម្លាប់បាត់ទៅហើយដូច្នេះអូនមិនគួរនៅបន្តលងបន្លាចអ្នកភូមិទៀតនោះទេ ចាបងមនុស្សអាក្រក់បានស្លាប់ហើយរីឯកូនក៏នៅជាមួយនឹងអូនដែរអូនទៅហើយអូនមិននៅលងបន្លាចអ្នកភូមិទៀតទេអូនទៅហើយបងចាប់តាំងពីពេលនោះមកខ្មោចនាងភឹមក៏បានទៅចាប់ជាតិថ្មីបានទៅចាប់ជាតិជាកូនរបស់មីងយ៉ាត នេះណែឯងឃើញអត់ហ៎យាយប៉ែ ឯងទាយទៅមើលថាក្នុងនេះមានអីហ៎បើជុំវិញវាពាត់សុទ្ធតែកាឡាហូលបែបនេះហ៎ឃ្លៀប មើលខ្ញុំសុំពិនិត្យមើលបន្តិចមើល ការឲ្យស្រួលហ៎ម៉ែប្រយ័ត្នមាសវាភ័យវាលុតចេញពីកឡោអងអូពងនោះកឡោនោះមែនទេពង ឯណាអាចារ្យឯងឃើញនៅណាមិនក៏ពុកមើលមិនឃើញ នោះពុកនោះឃើញអត់ពង មែនតើអាចារ្យកឡនឹងមែនតើ ពុកអាពងថ្ងៃនេះដូចគ្មានបានត្រីសោះពុកសារសន្ទូចមួយថ្ងៃហើយអត់មានបានអីមួយសងពង ទេពុកដូចជាចម្លែកដែររាល់ដងលើកតែពីអានងអីយ៉ាងហោចណាស់ក៏បានត្រីកាហែ 4-5 ដែរប៉ុន្តែលើកនេះដូចជាអត់សោះអាចារ្យ មានគេលួចសារសន្ទូចយើងតែដឹងពង ដូចជាគ្មានអាណាគេមកលើកទេអាចារ្យអើយអ្នកភូមិយើងសុទ្ធតែជាអ្នកមានហ្នឹងក្រតែគ្រួសារយើងតើគេគ្មានគំនិតអញ្ចឹងនោះទេ ខ្ញុំចេះតែថាទៅហ្នឹងហ៎ពងនរណាទៅទុកចិត្តបានពុកអើយមនុស្សឥឡូវបើវាចម្លែកបែបហ្នឹងខ្ញុំចេះតែថាទៅ មើលអាចារ្យឯងអ៊ំទូកខាត់តមុខបន្តិចមើលពុកដូចជាឃើញមានអីដដែលໄວ